ោះមកដាំដលងទាំងអស់គ្នាបងប្អូនទៅតការដាំដលងគឺយើងត្រូវដាំបញ្ឈរដោយភ្នែកឡើងលើកុំដាក់ភ្នែកចុះក្រោមបងប្អូនហើយទៅតការដោតគឺយើងដោត1/3នៃដើមដំឡូងរបស់យើងកុំជ្រៅពេកហើយក៏កុំរាក់ពេកបាទតោះបាទបងប្អូនទៅតនឹងកម្លៀតជាទូទៅគឺទៅតាមម្ចាស់ចការដែលគាត់ចង់បានគាត់ស្រឡាញ់គាត់ចង់បានញឹកគាត់ចង់បានរង្វើបន្តែជាធម្មតាគឺចន្លោះដែលស្តង់ដាចន្លោះពី30ទៅ40សង់ទីម៉ែត្រនេះគឺល្អមែនតើបងប្អូនកុំឆ្ងាយពេកហើយក៏កុំកឹបពេកបើបងប្អូនដាំឆ្ងាយពេកយើងខាត់ដីហើយបើយើងដាំកឹបពេកគឺយើងនឹងទទួលបានទិន្នផលមើលបន្តិចហើយដលងរបស់យើងដុះចិត្តគ្នាពេកវាធ្វើឲ្យស្ដុកតែស្ដុកគឺវាខ្យល់ចេញចូលអត់គ្រប់គ្រាន់ពលឺចូលអត់គ្រប់ធ្វើឲ្យដលងរបស់យើងវាប្រឈមជាមួយនឹងសត្វល្អិតតកៅហើយនឹងជំងឺហើយទៅនឹងប្រវែងដើមបងប្អូនដលងនេះគឺយើងកាប់យក2ទឹកប៉ុន្តែជាធម្មតាគឺយើងកាប់ចន្លោះពី2ទឹកកន្លះទៅ3ទឹកកន្លះនេះតែនេះគឺគាត់កាប់តែ2ទឹកទេនេះបងប្អូនគឺមួយឆ្អាមថា2ទឹកចុះដែលនៅក្នុងមួយឆ្អាមនេះគឺយើងទទួលទុកភ្នែកបាន1 2 3 4 5ទៅចន្លោះពី4ទៅ5ប៉ុន្តែប្រសិនគឺយើងយកចន្លោះពី5ទៅ7ភ្នែកល្អព្រោះស្អីប្រវែងហ្នឹងគឺដើមដំឡូងវាមានសំណើមគ្រប់គ្រាន់អាហារបម្រុងគ្រប់គ្រាន់ដែលនៅពេលដែលបងប្អូនដោតដាំទៅលើដីទៅគឺវាមានភាពធន់ជាមួយនឹងអាកាសធាតុដែលវាមិនងាយងាប់ហើយអត្រាដុះគឺខ្ពស់ហើយដលងរបស់យើងដែលដាំនេះគឺយើងបានត្រាំដើមពូជហើយបានយើងដាក់ដាំបងប្អូនព្រោះថាយើងចង់ឲ្យដលងរបស់យើងគឺវាមានសំណើមគ្រប់គ្រាន់ហើយឲ្យដលងរបស់យើងឆាប់ដុះហើយជាពិសេសគឺយើងទៅលាងសម្អាតដើមដលងរបស់យើងកុំឲ្យវាមានជាមួយនឹងពងពពុះសត្វល្អិតឬក៏ពពុះជំងឺដែលវាជាប់មកជាមួយដើមដែលយើងទិញពីចការផ្សេងឬក៏ពីតំបន់ផ្សេងបងប្អូនហើយនៅពេលដែលបងប្អូនបានត្រាំដើមដាំគឺតើតើនឹងការលូតលាស់ឫសបងប្អូនដលងរបស់យើងនឹងចេញឫសបានច្រើនអញ្ចឹងជាធម្មតានៅពេលដលងរបស់យើងចេញឫសច្រើនអញ្ចឹងអត្រាមើមយើងច្រើនដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានជីថ្នាំយកទៅប្រើប្រាស់ទៅលើដំណាំដលងអាចតំណែងមកខ្ញុំបានខ្ញុំមានលក់មានទាំងជីត្រាំដើមមានទាំងឈុតបំពន់ការលូតលាស់ហើយនិងបំពន់មើមហើយចំពោះបងប្អូនដែលមានជាសំណួរចម្ងល់អាច comment សួរនាំនៅក្នុងវីដេអូនេះបានកុំភ្លេចជួយចុច like share វីដេអូនេះម្នាក់មួយផងអរគុណច្រើនបងប្អូនតោះដាំតបងប្អូនអញ្ចឹងបងប្អូនចំណាំគឺយើងដាំភ្នែកឡើងលើហាមភ្នែកចុះក្រោមអូខេរួចរាល់